អភិបាលខេត្តកំពង់ចាមលោកអ៊ុនចន្ទដាបានបញ្ជាឲ្យអភិបាលស្រុកកងមាសបញ្ចប់តួនាទីលោកហែមកំសាន្តពីប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុស្រុកមកជាមន្ត្រីសាលាស្រុកវិញកាលពីថ្ងៃទី26ខែមីនាឆ្នាំ2025រដ្ឋបាលខេត្តកំពង់ចាមបានចេញលិខិតមួយបញ្ជាឲ្យអភិបាលស្រុកកងមាសបញ្ចប់តួនាទីលោកហែមកំសាន្តពីប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុស្រុកមកជាមន្ត្រីសាលាស្រុកធម្មតាវិញការបញ្ចប់តួនាទីនេះធ្វើឡើងបន្ទាប់ពីមានគណនី Facebook ឈ្មោះឆេងសុកលីបានចុះផ្សាយថាលោកហែមកំសាន្តបានយកលុយពីប្រជាពលរដ្ឋចំនួន$360សម្រាប់ការកែតម្រូវសម្បត្តិកំណើតប្រជាពលរដ្ឋឈ្មោះឆេងសុកលីរស់នៅភូមិពពេលឃុំចៅស្រុកកងមាសខេត្តកំពង់ចាមនៅក្នុងលិខិតដដែលនោះបញ្ជាក់ថាបន្ទាប់ពីមានការចុះផ្សាយមករដ្ឋបាលខេត្តបានចាត់ឲ្យក្រុមការងារដែលដឹកនាំដោយលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្តនិងប្រធានអង្គភិបច្រកចេញចូលតែមួយខេត្តបានចុះសិក្សាស្រាវជ្រាវរកឃើញថាលោកហែមកំសាន្តពិតជាបានយកលុយពីប្រជាពលរដ្ឋចំនួន$360ពិតប្រាកដមែនរដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថាដើម្បីអនុវត្តវិធានការទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គងនិងពង្រឹងការអនុវត្តទូនាទីភារកិច្ចរបស់រដ្ឋបាលស្រុកកងមាសឲ្យមានភាពល្អប្រសើររដ្ឋបាលខេត្តសូមណែនាំដល់លោកអភិបាលនៃគណៈអភិបាលស្រុកកងមាសដូចខាងក្រោម1ត្រូវរៀបចំបញ្ចប់មុខតំណែងលោកហែមកំសាន្តពីប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុមកជាមន្ត្រីសាលាស្រុកកងមាសដោយមិនគិតពីទោសទណ្ឌផ្សេងៗទៀត2រដ្ឋបាលស្រុកត្រូវតាមដានត្រូវពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទីភារកិច្ចរបស់លោកហែមកំសាន្តក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀតត្រូវមានវិធានការតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល3អភិបាលស្រុកត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួនតាមលិខិតបទកថាគតិយុត្តនិងសេចក្តីណែនាំនានាឲ្យបានត្រឹមត្រូវ4ពង្រឹងកិច្ចការផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយឲ្យមានប្រសិទ្ធភាពស្របតាមគោលការណ៍កំណត់ពេលវេលានិងតម្លៃសេវាអាចទទួលយកបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន5ត្រូវរៀបចំប្រជុំនិងណែនាំដល់មន្ត្រីក្រមអាវ៉ាតឲ្យពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនជារៀងរាល់ខែ6ក្នុងករណីមានបាតុភិបមិនប្រក្រតីមួយណាកើតឡើងនៅក្នុងរដ្ឋបាលស្រុកទៀតរដ្ឋបាលខេត្តនឹងមានវិធានការតាមនីតិវិធីច្បាប់និងលិខិតបទកថាដែលបានកំណត់អាស្រ័យដូចបានជម្រាបជូនខាងលើសូមលោកអភិបាលនៃគណៈអភិបាលស្រុកកងមាសអនុវត្តការងារនេះឲ្យទទួលបានលទ្ធផលល្អប្រសើរ